8 man tournament វាយយកកំពង់មាសចប់ហើយប៉ុន្តែនៅសល់8 man មកគូទៀតតិចអត់ដឹងនៅក្នុងខែមករានឹងដូចគ្នា8នាក់ខ្មែរសុទ្ធធ្លាក់អស់6នៅសល់2សិតតែជាម្ចាស់ពានត្រៀមប្រកួតសប្តាហ៍នេះនៅ CTN ហាន់2ចាប់ឈ្មោះដាក់ជាមួយពេជ្របន្សិតវាយយក20លានឥឡូវដល់ណាហើយចាំខ្ញុំជម្រាបបងប្អូននៅក្នុងវីដេអូមួយនេះធីមគុនខ្មែរចេញក្រៅប្រទេសជាមួយនឹង Gensburg ទៅលើកនេះយើងស្ពាយខ្សែក្រវ៉ាត់ឲ្យគេដណ្ដើមមួយគេដាក់ពីប្រទេសគេឲ្យយើងមួយតាបងប្អូនឥឡូវនេះខ្ញុំឆ្លៀតពេលបន្តិចដោយសារតែថ្ងៃនេះថ្ងៃច័ន្ទបាទជាធម្មតាបងប្អូនអាចធ្វើការច័ន្ទជាពុទ្ធរហ័សអីចឹងទៅសម្រាប់ខ្ញុំថ្ងៃច័ន្ទគឺជាថ្ងៃដែលអាចចាត់ទុកថាតនេជាមួយគ្រួសារអញ្ចឹងនេះគឺយើងឆ្លៀតទិញម្ហូបអាហារបន្តិចនៅមុខផ្ទះ Hello កូនកូនបាទនេះគឺយើងចាស់លុយល្បាក់ដូចជា 5-6 ម៉ឺនបាទមានសាច់គោខ្លះមានត្រីខ្លះបាទមានបកងអីចឹងទៅមីចង់ញ៉ាំអីមីអូនញ៉ាំអីញ៉ាំតែតងញ៉ាំអីគេកូនញ៉ាំបតងញ៉ាំអីអូបកងស៊ីងចង់ញ៉ាំអីបកងដែរអូខេបងប្អូនឥឡូវនេះយើងកំពុងតែប្រកាត់ភ្លើងបាទអញ្ចឹងអ្នកដែលមានកូនទូចអញ្ចឹងយើងពិបាកទៅខេត្តដើរលេងអីព្រោះកូនអញ្ញាអញ្ចឹងមានតែឆ្លៀតនៅមុខផ្ទះបាទឥឡូវបាទត្រីមានហើយយើងសាច់គោខ្លះមកបាទមានបកងមានអីចឹងទៅមើលចេះនិយាយនេះសាច់បងប្អូនខ្ញុំចូលចិត្តសាច់អត់ដោះបាទអីក៏អត់អីដោះបាននេះសាច់អាឡូរៀងស្ដើងបាទមួយផ្លែចានណាមិញនិយាយបាទអូខេឥឡូវឲ្យសាច់ឈុំម្ដងបាទខ្ញុំសូមដាក់ក្នុងនេះគេឧស្រងដាក់ឧស្រងមួយសិនរៀងស្អកកដែរម្សិលមិញបងប្អូនដោយសារទៅធ្វើពិធីកនៅណាញ់ NG អូយបងប្អូនយើងច្រើនមែននៅនឹងលើកទី1របស់ខ្ញុំអីណែនប៉ែបាទហើយបងប្អូនយើងតាមដានរហូតទៅចប់កម្មវិធីហើយម្សិលមិញគឺយើងរកឃើញម្ចាស់ពានណាអូត្រូវដុល្លារនេះត្រូវដុល្លារ$1ហើយនេះខ្ញុំនិយាយពីហាន់2បន្តិចបាទហាន់2គាត់ការពារខ្សែក្រវ៉ាត់ Gensburg ដែលគាត់វាយឈ្នះ 4-man tournament បើតាមខ្ញុំដឹងតាមប្រភពបាទមួយដែលបានប្រាប់ខ្ញុំបាទជាប្រភពដ៏ជាក់លាក់អាចយកជាការបានគឺយើងចង់ដាក់ពេជ្របន្សិតជាមួយហាន់2ដែរប៉ុន្តែដោយសារតែពេលវេលាមិនទាន់ស័ក្តិសមបាទសម្រាប់ការជួបគ្នារបស់អ្នកទាំងពីរអញ្ចឹងអត់បានប៉ះពេជ្របន្សិតទេបាទសម្រាប់ហាន់2ប៉ុន្តែហាន់2នឹងប៉ះជាមួយកីឡាករខ្មែរម្នាក់ដែលធ្លាប់ប៉ះគ្នាជាមួយពេជ្របន្សិតក៏ក្រៅខ្លាំងមែនទែន5ទឹកបាទអង្ការនោះសឹងថាពេជ្របន្សិតចាញ់ណាប៉ុន្តែមានណាពេជ្របន្សិតដាក់ទាំងបាទធ្វើឲ្យពេជ្របន្សិតคล้ายទៅជាម្ចាស់ជើងឯកនៅថ្ងៃនោះខ្ញុំនិយាយតែប៉ុណ្ណេះបងប្អូននឹងប្រកាសជាយល់ហើយមានបងប្អូនថាបើគង់តែប្រាប់តែមិនគុំប្រាប់ឲ្យអស់បាទដោយសារកម្មវិធីនៅយូទី1ទី2គឺយើងចាំ poster ផ្លូវការពីខាងប៉ុស្តិ៍ដែរអញ្ចឹងគាត់ប្រាប់បងប្អូនថាបើហាន់2ឈ្នះបាន20លានពី Gensburg បាទដល់ជួបកីឡាករខ្មែរម្នាក់ដែលធ្លាប់ប៉ះពេជ្របន្សិតបាទពីនឹងឈ្នះពេជ្របន្សិតហើយតែចូល super របស់ពេជ្របន្សិតធ្វើឲ្យគាត់របូតតំណែងជើងឯកកាលហ្នឹងអាហ្នឹងរឿងហាន់2ហើយមួយរឿងទៀតដែលខ្ញុំនិយាយថា8 man បងប្អូននៅ CTN តែម្ដងនៅសប្តាហ៍នេះចំថ្ងៃសៅរ៍បងប្អូនដឹងហើយម្ចាស់ពានមាន2នាក់មានអ៊ូចធីរិតហើយនឹងធុនសាក់ស៊ីនដែលគាត់ឈ្នះការប្រកួត 4 man ដូចគ្នាអញ្ចឹងបានន័យថាខ្មែរ8នាក់ធ្លាក់អស់ហើយបាទកាលនោះមានធ្លាក់ដូចជាច័ន្ទណាធ្លាក់ដូចជារិគីនិរសធីអញ្ចឹងធ្លាក់អស់ឥឡូវនេះអ៊ូចធីរិតជាម្ចាស់ជើងឯក 4 man ប៉ះជាមួយនឹងធុនសាក់ស៊ីនជាម្ចាស់ជើងឯក 4 man ដូចគ្នាបងប្អូនតែងនិយាយថាលុយធំដាក់ឲ្យតែអ្នកដែលឥឡូវនេះបងប្អូនឃើញហើយអ្នកអត់ដែលក៏បានលុយធំដែរពិសេសដូចសប្តាហ៍នេះតែម្ដងអ៊ូចធីរិតនិងធុនសាក់ស៊ីននឹងស្គាល់រសជាតិខ្សែក្រវ៉ាត់លើកដំបូងនៅសង្វៀន CTN បាទអញ្ចឹងវាយថ្ងៃសៅរ៍ហ្នឹងម៉ោង8យប់ហើយមួយរឿងទៀតគឺតាក់ទងនឹងការប្រកួតនៅប្រទេសអេស្ប៉ាញដើមខែ2បាទកីឡាករគុនខ្មែរយើងនឹងចេញទៅប្រកួត4នាក់អាមេរិនវូថងមើលមេឃាសាយរ៉ាដេតនិងខុនសាម៉ាលីហើយអ្នកដែលដាក់ខ្សែក្រវ៉ាត់ឲ្យគេទៅដើមហោះពីខ្មែរស្ពាយឲ្យទៅដើមហ្មងបាទមិនដឹងថាយកមកខ្មែរវិញបានអត់គឺអាមេរិនវូថងបាទត្រូវប៉ះដៃគូចាក់អេស្ប៉ាញម្នាក់នេះប្រវត្តិគាត់វាយនៅខ្មែរធ្លាប់ឈ្នះផលសុភ័ណ្ឌប៉ុន្តែគាត់ចាញ់អាមេរិនវិញបាទហើយមួយទៀតនោះគឺដៃគូរបស់កីឡាករមើលមេឃានឹងទៅដើមខ្សែក្រវ៉ាត់ពីប្រទេសអេស្ប៉ាញមកវិញបាទនេះគឺជាការប្រកួតហើយខ្ញុំមើលតារាងដូចជាវាយថ្ងៃ8កុម្ភៈឆ្នាំ2026បាទអញ្ចឹងគឺរឿងមានប៉ុណ្ណឹងសម្រាប់3រឿងធំបាទឥឡូវនេះអូសាច់អត់ល្មមបងប្អូនអាចមកចូលរួមបាននេះបងប្អូនមកចូលរួមបានបងប្អូនអាចចូលរួមបានគឺខ្ញុំនៅម្ដុំស្ពានពេជ្រភ្នៅឥឡូវក៏ហមមកឈ្ងុយហើយបាទសួរមីមួយ Hello មីអូនហេវនៅហាវ
heo heo ôn trong nhâm ấy nhằm bà gì nhâm mấy cái con bà gì bong kia và kia dụng pi cho nam dương để dễ thấy chứ bà tàng bỏ lỡ miền là phần năng đây ăn sạch hộp tịch túi hơi có liên tranh phò miền chun bong ôn dương bà chẳng có con bong nào kia miền tây liên tịch túi môi khô xa chụp chung kia chia đựng đó lọ